សេចក្តីជូនដំណឹងស្តីពីយុទ្ធនាការផ្សព្វផ្សាយជំរុញការប្រើប្រាស់ប្រព័ន្ធបាគង KHQR និងប្តូរប្រាក់ចាស់ទូកនិងរហែកជូនសាធារណជនសាខាធនាគារជាតិនៃកម្ពុជាខេត្តស្ទឹងត្រែងមានសេចក្តីសប្បុរសរីករាយសូមជម្រាបជូនសាធារណជនឲ្យបានជ្រាបថាដើម្បីរួមចំណែកក៏ដូចជាគាំទ្រគោលនយោបាយលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលសាខាធនាគារជាតិនៃកម្ពុជាខេត្តស្ទឹងត្រែងបានសហការជាមួយគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុនិងរៀបចំយុទ្ធនាការផ្សព្វផ្សាយនិងជំរុញការប្រើប្រាស់ប្រព័ន្ធបាគង KHQR និងប្តូរប្រាក់ចាស់ទូកនិងរហែកជូនសាធារណជនដោយមិនគិតកម្រៃយុទ្ធនាការផ្សព្វផ្សាយនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី25ខែមីនាឆ្នាំ2025នៅទីប្រជុំជនស្រែក្រសាំងស្ថិតនៅភូមិស្រែក្រសាំងឃុំស្រែក្រសាំងស្រុកសៀមបូកខេត្តស្ទឹងត្រែងចាប់ពីម៉ោង 8:00 នាទីព្រឹកដល់ម៉ោង 3:00 នាទីរសៀលសូមបញ្ជាក់ផងដែរថាក្រុមការងាររបស់សាខាធនាគារជាតិនៃកម្ពុជានឹងជួយបង្កើតគណនីបាគងជូនសាធារណជនដើម្បីធ្វើការទូទាត់និងប្តូរប្រាក់ចាស់ទូកនិងរហែកជូនតាមគណនីបាគងបានលឿនសុវត្ថិភាពតម្លាភាពប្រសិទ្ធភាពមិនបារម្ភពីប្រាក់คล้ายៗមិនចាំបាច់ឲ្យបងប្អូនអញ្ជើញមកដល់សាខាធនាគារជាតិនៃកម្ពុជាព្រមទាំងជួយឆ្លើយបំភ្លឺនៅរាល់ចម្ងល់ទាំងឡាយណាពាក់ព័ន្ធនឹងការប្រើប្រាស់ប្រព័ន្ធបាគងសេចក្តីដូចបានជម្រាបជូនខាងលើសូមសាធារណជនជ្រាបជាព័ត៌មាននិងចូលរួមឲ្យបានច្រើនកុះករដើម្បីជាការរួមចំណែកលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលឲ្យកាន់តែទូលំទូលាយក្នុងការអភិវឌ្ឍសេដ្ឋកិច្ចឆ្ពោះទៅកាន់សេដ្ឋកិច្ច Digital ស្របតាមគោលនយោបាយសេដ្ឋកិច្ច Digital របស់រាជរដ្ឋាភិបាលថ្ងៃសុក្រពីកើតខែផល្គុនឆ្នាំរោងឆស័កពុទ្ធសករាជ2568ខេត្តស្ទឹងត្រែងថ្ងៃទី28ខែកុម្ភៈឆ្នាំ2025ធនាគារជាតិនៃកម្ពុជាសាខាខេត្តស្ទឹងត្រែងសូមអរគុណ